អ្នកគ្រូរីជីងទីជឿជាក់តែម្ដងថាបងប្អូនដែលជា fan ម្នាក់គ្រូរីជីងទីកំពុងតែតឹងរង់ចាំកុនលឹះនៅក្នុងការលាបពណ៌កញ្ចក់ឲ្យត្រូវជាមួយនឹងឆ្នាំ2025តែមួយទៅដល់កលឹះដល់ពិសេសអ្នកគឺចង់ឲ្យបងប្អូនចុចលេខចា108ជាលេខសំណាងចាកុំភ្លេច share វីដេអូនេះបើបងប្អូនគិតថាជាវីដេអូដែលមានប្រយោជន៍សម្រាប់ជីវិតមនុស្សទូទៅក៏ដូចជាខ្លួនឯងហើយអ្វីដែលកាន់តែពិសេសកុំភ្លេច follow account TikTok របស់អ្នកគ្រូដើម្បីបានចំណេះដឹងថ្មីៗនិងការជាវត្ថុមង្គលពីខាងអ្នកគ្រូផងដែរចាចាំបងប្អូនទាំងអស់គ្នាដែលមានឆ្នាំខាលអ្នកគ្រូនឹងមកគេហៅថាមកប្រាប់ហើយក៏មកទូទាឲ្យដែរចាអញ្ចឹងចំពោះកូនដែលមានឆ្នាំខាលចុចលេខ108ចាលេខសំណាងហើយពណ៌ដែលត្រូវលាបគឺពណ៌គេហៅថាកាឡាបក្រៀមចាពណ៌ក្រហមហ្នឹងប៉ុន្តែកាឡាបក្រៀមចំពោះម៉ោងលាបកូនបាតនេពេលព្រឹកទៅលាបម៉ោង11:30នាទីចាហើយដល់ពេលល្ងាចបើកូនតនេពេលល្ងាចព្រោះយើងមានមុខរបររៀងខ្លួនចាអញ្ចឹងកូនពេលល្ងាចទៅលាបនៅម៉ោង2:55នាទីចាហ្នឹងម៉ោងហេរបស់យើងហើយចាហើយចំពោះចាលេខសំណាងគ្រូប្រាប់មិញហ្នឹងហើយគឺលេខ108ចាលេខសំណាងឥឡូវនេះដល់វគ្គអ្នកគ្រូទូទាឲ្យកូនទាំងអស់គ្នាបន្ទាប់ពីការលាបពណ៌កញ្ចក់នេះចាតើនឹងជួបអ្វីទៅនៅក្នុងជីវិតចាអញ្ចឹងពេលដែលកូនលាបពណ៌កញ្ចក់ហើយចាស្នេហារបស់កូននឹងរលូនចាអ្វីដែលសំខាន់គឺកូនទទួលលាភសក្ការៈពីដៃគូជីវិតចាអត់មានបានពីណាទេគឺបានពីដៃគូជីវិតហើយនឹងមានដំណើរកំសាន្តជាមួយគ្នាទៀតចាក្នុងខែ4នេះចាមានការដើរលេងដៃអញ្ចឹងទៅការជួបជុំផឹកស៊ីអញ្ចឹងទៅចាហ្នឹងណាការផាធីហ្នឹងឯងចាហើយលុយកាក់គឺកូនទទួលបានពីគាត់គឺខ្លាំងចាហើយចំពោះមុខរបរការងាររស់ស៊ីចំពោះមុខរបរការងាររស់ស៊ីរបស់កូនចាវាមានភាពរាំងស្ទះត្រូវអត់ចារយៈពេល2អាទិត្យចុងក្រោយនេះចារាំងស្ទះធ្វើឲ្យចិត្តយើងនឹងមួម៉ៅធ្វើឲ្យចិត្តយើងនឹងនៅសុកខឹងដោយមិនដឹងមូលហេតុចាមែនអត់ហើយទី1ទៀតអ្វីដែលសំខាន់នោះកូនពិបាកចិត្តពេលខ្លះអត់ដឹងថារឿងនឹងអត់មានតើកើតឡើងសោះប៉ុន្តែកូនគិតរឿងអាដិតកូនគិតរឿងដែលមិនសប្បាយចិត្តឲ្យវានៅក្នុងខ្លួនទៅកើតទៅជារឿងមិនសប្បាយចិត្តចាអញ្ចឹងមុខរបររបស់យើងរាំងស្ទះដោយសារផ្លូវចិត្តរបស់កូនមិនទាន់រឹងមាំកវាយកបច្រើនចាប៉ុន្តែលុយកាក់វានៅចូលចឹងតិចតាក់ចឹងឯងចាប៉ុន្តែក៏វាអត់ច្រើនណាកូនចាមុខរបរកូនធ្វើហ្នឹងណាគ្រាន់ថាវានៅតែចូលអញ្ចឹងគាត់ទៅពីតិចតួចចា 100% បានថាបាន 30% ចឹងទៅចាហើយដំណើរអ្វីដែលកាន់តែពិសេសនោះគឺកូនទទួលលាភសក្ការៈគឺពីគូដៃគូជីវិតនឹងឯងចាពីប្តីពីសង្សារនឹងឯងចាបើយើងមានសង្សារពីសង្សារបើយើងមានប្តីគឺបានពីប្តីនឹងឯងចាគាត់ជាអ្នកដែរនៅពីក្រោយខ្នងចាហើយយើងមានភាពរឹងមាំឲ្យគាត់ឃើញចាមានថាយើងតែញញឹមនៅមុខគាត់ប៉ុន្តែនៅក្រោយខ្នងរបស់យើងពិបាកចិត្តយើងសែតចាអាសែតអត់ដឹងមុខហ្នឹងណាកូនអញ្ចឹងអានេះជាបញ្ហារបស់កូនអញ្ចឹងកូនត្រូវកាត់អានឹងចោលកុំសែតពេករឿងណាតែវាមិនទាន់កាត់ឡើងបត់វាចោលចាអញ្ចឹងភាពរាំងស្ទះវានឹងអាចកើតឡើងតិចតួចក្នុងខែ4នេះកូនចាអញ្ចឹងកូនប្រយ័ត្នប្រយែងនៅពេលដែលមានការជួបជុំកុំរំលឹករឿងចាស់របស់អនាគតឬក៏ស្នេហារបស់យើងឲ្យសោះចានេះវានឹងអាចមានរឿងនៅពេលដែលកូនជួបជុំមួយដៃគូជីវិតរបស់យើងចាអញ្ចឹង